កាលពីព្រេងនាយមានព្រាហ្មណ៍ម្នាក់ឈ្មោះកោសយៈមានដីស្រែ400ហិកតាដ៏ធំល្វឹងល្វើយស្រូវសាលីក្នុងស្រែនោះលាស់ល្អណាស់រហូតត្រូវជួលបុរសម្នាក់ឲ្យនៅចាំយាមនៅនាព្រៃរកាយ៉ាងធំមានសត្វសេកជាច្រើនរស់នៅបិតាសេកដែលជរាក៏បានប្រគល់ការងារដឹកនាំហ្វូងទៅឲ្យកូនសេកពោធិសត្វជាអ្នកគ្រប់គ្រងបន្តចាប់តាំងពីថ្ងៃនោះមកព្រះពោធិសត្វតែងដឹកនាំហ្វូងសេកហើរទៅរកចំណីពួកគេបានធ្វើដំណើរយ៉ាងវែងឆ្ងាយសម្ដៅទៅកាន់ដែនមេឃធៈដែលល្បីថាមានស្រូវសាលីដ៏ផ្អែមឆ្ងាញ់ស្ដេចសេកខុសពីសេកដទៃស្ដេចសេកមិនត្រឹមតែស៊ីឲ្យឆ្អែតនោះទេព្រះអង្គតែងតែពាំស្រូវសាលីនិងចម្ពុះដើម្បីយកមកជូនមាតាបិតាដែលចាស់ជរាពិសាផងដែរឃើញហ្វូងសេកចោះស៊ីស្រូវច្រើនពេកបរោះអ្នកចាំស្រែចាប់ដើមភ័យព្រួយគាត់បារម្ភថាបើស្រូវបាត់បង់អស់បែបនេះគាត់ច្បាស់ជាគ្មានប្រាក់សងបំណុលព្រាមឡើយបុរសចាំស្រែបានរៀបចំវិញកន្ទុយសេះធ្វើជាអន្ទាក់យ៉ាងស្អាតគាត់បានយកវាទៅដាក់នៅកន្លែងដែលស្ដេចសេកតែងតែចោះជាប្រក្រតីដើម្បីចាប់បក្សីនោះឲ្យបានព្រឹកឡើងស្ដេចសេកក៏បាននាំហ្វូងមកចុះស៊ីស្រូវត្រង់កន្លែងដដែលភ្លាមនោះជើងរបស់ព្រះអង្គក៏ត្រូវជាប់នឹងអន្ទាក់ដែលបុរសនោះបានដាក់សង្កេតទុកទោះជាជាប់អន្ទាក់ក៏ស្ដេចសេកមិនស្រែកភ្លាមដែរព្រោះខ្លាចបរិវារផ្អើលហើរចេញទាំងមិនទាន់ឆ្អែតលុះគ្រប់គ្នាឆ្អែតហើយទើបព្រះអង្គស្រែកបង្គាប់ឲ្យហ្វូងសេកហើរចេញទៅដោយសុវត្ថិភាពនាយរក្សាស្រែបានដើរមកដល់ហើយឃើញស្ដេចសេកជាប់អន្ទាក់ម្នាក់ឯងគាត់មានចិត្តត្រេកអរជាខ្លាំងក៏ដោះស្ដេចសេកចេញពីអន្ទាក់ហើយនាំយកទៅជូនព្រាហ្មណ៍ម្ចាស់ស្រែការបានឃើញសេកដ៏ស្រស់ស្អាតព្រាហ្មណ៍មានចិត្តស្រឡាញ់ជាខ្លាំងគាត់បានចាប់សេកនេះដាក់លើស្មាហើយសួរដោយភាពងឿងឆ្ងល់ថាហេតុអ្វីបានជាឯងស៊ីស្រូវច្រើនលើសសេកដទៃបែបនេះព្រាហ្មណ៍កោសយៈបានសួរទៅកាន់ស្ដេចសេកដោយងឿងឆ្ងល់ថាមនាលសេកតើអ្នកឯងពុំស្រូវសាលីទៅបំពេញចង្រុកឬក៏ចងពីអ្វីនឹងយើងព្រះពោធិសត្វក៏បានឆ្លើយតបវិញដោយភាសាមនុស្សដ៏ពិរោះថាខ្ញុំមិនបានចងពៀហើយក៏គ្មានចង្រុកដែរស្ដេចសេកបានបញ្យល់ថាការពំស្រូវទៅជូនមាតាបិតាដែលចាស់ជរាគឺជាការដោះបំណុលព្រោះកាលពីមុនលោកទាំងពីរបានចិញ្ចឹមបីបាច់រូបព្រះអង្គមកយ៉ាងលំបាកទើបឥឡូវព្រះអង្គត្រូវតបស្នងវិញចំណែកឯការពំស្រូវទៅឲ្យកូនតូចដែលមិនទាន់ដោះស្លាបគឺជាការឲ្យបុលព្រះអង្គចិញ្ចឹមពួកគេនៅថ្ងៃនេះដើម្បីឲ្យពួកគេមានកម្លាំងនិងចាំមើលថែព្រះអង្គវិញនៅថ្ងៃអនាគតរីឯការចែករំលែកដល់ប្រសិទ្ធដតីដែលទុនខ្សោយគឺជាការកប់កំណត់បណ្ឌិតទាំងឡាយពោលថាបុញ្ញកម្មដែលបានធ្វើជាមួយអ្នកដតីគឺជាកំណប់ទ្រព្យដ៏ពិតប្រាកដក្រោយពីបានស្ដាប់ធម៌ដ៏វិសេសនេះព្រាហ្មណ៍កោសយៈមានចិត្តជ្រះថ្លាយ៉ាងខ្លាំងគាត់បានពោលសរសើរថាសូម្បីតែមនុស្សខ្លះក៏មិនមានធម៌ដ៏ខ្ពង់ខ្ពស់ដូចស្ដេចសេកនេះដែរព្រាហ្មណ៍បានប្រកាសប្រាប់ស្ដេចសេកថាចាប់ពីថ្ងៃនេះទៅព្រះអង្គមិនបាច់ភ័យខ្លាចទៀតឡើយលោកបានប្រគល់ស្រូវសាលីទាំង400ហិកតាដល់ស្ដេចសេកនិងញាតិទាំងអស់ឲ្យបរិភោគតាមសេចក្តីប្រាថ្នាស្ដេចសេកជាសត្វដែលដឹងប្រមាណព្រះអង្គទទួលយកស្រែតែ3ហិកតាកន្លះប៉ុណ្ណោះព្រាហ្មណ៍បានបោះបង្គោលព្រមប្រគល់ឲ្យព្រមទាំងបូជាសង្ឃមាទោសចំពោះការចាប់ខ្លួនកន្លងមកស្ដេចសេកជាសត្វដែលដឹងប្រមាណព្រះអង្គទទួលយកស្រែតែ3ហិកតាកន្លះប៉ុណ្ណោះព្រាហ្មណ៍បានបោះបង្គោលព្រមប្រគល់ឲ្យព្រមទាំងបូជាសង្ឃមាទោសចំពោះការចាប់ខ្លួនកន្លងមកស្ដេចសេកមានចិត្តរីករាយយ៉ាងខ្លាំងក៏ពំយកគួរស្រូវសាលីដ៏ល្អបំផុតហោះសម្ដៅទៅកាន់ព្រៃរកាវិញព្រះអង្គប្រញាប់ប្រញាល់ដើម្បីយកអាហារនេះទៅជូនអ្នកមានគុណដែលកំពុងរងចាំកាលបានឃើញកូនត្រឡប់មកវិញមាតាបិតាសេកមានចិត្តរំភើបឥតឧបមាស្ដេចសេកបានលួងលោមថាអ្នកម្ដាយលោកឪពុកក្រោកឡើងពិសាស្រូវនេះចោះកូនបានរួចខ្លួនហើយហ្វូងសេកទាំងអស់បានមកជុំគ្នាដើម្បីសាកសួរពីសុខទុក្ខរបស់ស្ដេចសេកព្រះអង្គបានរាយរាប់ប្រាប់សពគ្រប់ពីការជាប់អន្ទាក់និងចិត្តដ៏ល្អរបស់ព្រាហ្មណ៍កោសយៈដែលបានដោះលែងព្រះអង្គមកវិញក្រោយពីបានស្ដាប់ដំបូន្មានរបស់ស្ដេចសេកព្រាហ្មណ៍កោសយៈបានផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងគាត់បានរៀបចំធ្វើមហាទានយ៉ាងធំធេងដោយចែកបាយទឹកដល់សាមណព្រាហ្មណ៍និងអ្នកក្រីក្រដោយចិត្តជ្រះថ្លាព្រះសាស្តាបាននាំរឿងនេះមកសម្ដែងដើម្បីបញ្ជាក់ថាការចិញ្ចឹមមាតាបិតាគឺជាធម៌ដ៏ប្រសើរព្រះអង្គចង់បង្ហាញថាភិក្ខុដែលចិញ្ចឹមម្ដាយនោះគឺជាអ្នកដើរតាមគន្លងនៃបណ្ឌិតតាំងពីបុរាណមកព្រះអង្គទ្រង់ប្រជុំជាដកថាស្ដេចសេកញាគ្រានោះគឺជាអង្គព្រះតថាគតព្រាហ្មណ៍កោសយៈគឺជាព្រះអានន្ទចំណែកឯនាយរក្សាស្រែគឺជាឆន្ទៈភិក្ខុនេះហើយគឺជាផ្លែផ្កានៃសេចក្តីកតញ្ញូដែលនាំមកនូវសេចក្តីសុខនិងការសរសើរពីអ្នកប្រាជ្ញចូលយើងរៀនដឹងគុណនិងចិញ្ចឹមបីបាច់មាតាបិតាដើម្បីទទួលបានសេចក្តីចម្រើនដូចសាច់រឿងនេះឯង